អ្នកដែលរសារប្រាក់យល់សពថាមានគេតាមសម្លាប់អ្នករៀនសូត្រយល់សពថាខ្លួនឯងប្រញាប់ទៅប្រឡប់អ្នកចូលចិត្តសប្បាយគិតតែពីរឿងស្រីស្រាវអ្នកស្រែចម្ការយល់សពថាខ្លួននៅក្នុងស្រែបើឈ្មោះយល់សពថាខ្លួនឯងមានប្រាក់ចិញ្ចោលមិនបានជាលោកម្ចាស់ថាគ្មានផ្លូវដើរទៅវិញតែអ្នកដែលមិនយល់សពអត់ឃើញអីទៀតអ្នកដែលមិនយល់សពហៅថាដេកលំលូកហើយក៏ហៅថាស្លាប់អ្នកដែលដេកស្លាប់មានរឿងអីត្រូវយល់សពនោះ